សូមជូនរឿងអ្នកតាឃ្លាំងមឿងភាគទី3អាស្រមនោះធ្វើដោយឈើប្រក់ស្បូវមានបណ្ដោយ8ម៉ែត្រទទឹង4ម៉ែត្រកម្ពស់4ម៉ែត្រសសរលុញមិនមានជញ្ជាំងបិទបាំងទេជុំវិញអាស្រមមានលានទំហំ4ម៉ែត្រទុកបំរុងឲ្យពួកអ្នកទៅធ្វើបុណ្យដើរហើរប្រទក្សិណនៅពេលឡើងអ្នកតាពីខាងក្រៅទីវាលមានរបងធ្វើដោយឈើខ្លឹមព័ទ្ធជុំវិញមានតែផ្លូវចូលពីខាងកើតមួយនិងពីខាងត្បូងមួយក្នុងអាស្រមខាងមុខតួអ្នកតាមានរានបណ្ដោយ3ម៉ែត្រទទឹង2ម៉ែត្រកម្ពស់5 តឹកធ្វើដោយឈើជារានសម្រាប់ដាក់តង្វាយអ្នកតាខាងជើងនិងខាងត្បូងអ្នកតាមានបង្កាន់ដៃដោតដោយចាមរនៃ3មុនធ្វើដោយឈើដែរតួអ្នកតាមិនមានរូបរាងបែបឈើឬថ្មតំណាងទេគឺជាតួដីដំបូកសុទ្ធទំហំបណ្ដោយ3ម៉ែត្រទទឹង1ម៉ែត្រកម្ពស់2ម៉ែត្រដែលកើតអំពីសត្វកណ្ដៀវវាពួងឡើងសន្មតថាជាតួអ្នកតាតែម្ដងនៅកំពូលនៃដំបូងមានពំនោកដី4-5ស្រួចបែកចេញមើលទៅដូចជាកំពូលអង្គរវត្តកំពូលដីដំបូងដែលជាតួអ្នកតានេះអ្នកស្រុកសម្គាល់ថាបើមានសត្វកណ្ដៀវពួងឡើងថ្មីទៀតសន្មតថាចៅវាយខេត្តឬចៅវាយស្រុកនៅខេត្តស្រុកនេះនឹងត្រូវផ្លាស់ចេញឬខូចបុណ្យសក្តិដីដំបូងនេះមិនដឹងជាកើតពីត្រឹមរាជស្ដេចណាទេពុំមានអ្នកស្រុកណាដឹងសោះពិធីបុណ្យឡើងអ្នកតាបុណ្យនេះជាបុណ្យទំនៀមទម្លាប់ជាប់យូរមកបាយរបស់អ្នកស្រុកនិងពួកសាលាស្រុកតែងធ្វើតែរាល់ឆ្នាំក្នុងខែពិសាខថ្ងៃសៅរ៍តែមិនកំណត់ជាខ្នៅឬរនោទេឬយកតែថ្ងៃសៅរ៍ពេលធ្វើលុកណាតែមានសេចក្តីបង្គាប់អំពីចៅវាយស្រុកបាកាប្រាប់ទៅមីឃុំមីស្មឹងអាចារ្យវត្តនិងបណ្ដារ៉ាទាំងអស់ឲ្យដឹងជាមុនដើម្បីមកជួបជុំជួយធ្វើរោងកសិកម្មនិងរៀបចំបោកច្រាស់ទីកន្លែងឲ្យស្អាតល្អសម្រាប់ព្រះសង្ឃនិងមន្ត្រីរាជការក្នុងខេត្តទំនៀមនេះជាប្រពៃណីរបស់អ្នកស្រុកកាលពីថ្ងៃទី18មិថុនាឆ្នាំ1949ពេលចាប់ផ្ដើមបុណ្យត្រូវជួបជុំមេឃុំទាំងអស់មេស្មឹងអាចារ្យវត្តនិងបណ្ដារាស្ត្រនៅទីកន្លែងអ្នកតាពេលម៉ោង6ល្ងាចមេស្មឹងអុជទៀនធូបទៅជម្រាបអ្នកតាថាថ្ងៃនេះយើងខ្ញុំជាកូនចៅមកជួបជុំគ្នាធ្វើបុណ្យនៅទីនេះជូនលោកតាសូមឲ្យយើងទាំងអស់គ្នាបានសុខសប្បាយរួចគេលេងភ្លេងថ្វាយមានភ្លេងខ្មែរភ្លេងពិណពាទ្យភ្លេងឆាយ៉ាងភ្លេងត្រញំទាតាមធម្មតាឮសូរភ្លេងប្រគំត្រហឹងអឿងកងរំពងព្រៃមនុស្សចាស់ក្មេងរទេះគោរទេះក្របីមកពីស្រុកឆ្ងាយមកជួបជុំគ្នាមីរេដេដាស់នៅទីនោះម៉ោង9យប់ជួបជុំគ្នាសូត្រនមស្ការថ្វាយបង្គំព្រះរួចនិមន្តព្រះសង្ឃ10អង្គចម្រើនព្រះបវត្តលុះព្រឹកឡើងថ្ងៃអាទិត្យ19ខែឆ្នាំដដែលពេលម៉ោង8កន្លះពួកមន្ត្រីរាជការសាលាខេត្តសាលាស្រុកគ្រប់តំណែងអញ្ជើញទៅជួបជុំគ្នានៅកន្លែងនោះបាយជូរទៅឈរនៅខាងត្បូងអ្នកតាមេស្មងអុជទៀនធូបជូនពួកអស់លោកដោតថ្វាយអ្នកតាដោយសេចក្តីគោរពរួចមេស្មងបង្គាប់ឲ្យលើកគ្រឿងតង្វាយមករៀបនៅលើរានចំពោះមុខអ្នកតាតង្វាយអ្នកតាគឺ1. កន្ទេលក្របានខ្នើយ 2. សំពត់សក្រាលពីលើកន្ទេល 3. ស្លាធាត់ដី1គូដោតមលូ5ធូប3សរសៃ 4. ក្បាលជ្រូក1គូមានទាំងកន្ទុយដាក់នៅមាត់ផង 5. ផ្ដៅទឹកអប់1គូឈើស្ទុំ1 6. ទៀនស្លាបារី1គូ 7. ដោបស្រា1គូ
មានទាំង3 8 ជីកនួន2ស្និតតម្កល់លើចានពី9បង្អែម2ស្ពូ10កំពង់ស្លឹកចេក1គូ11មាន់ស្ងោរ1គូ12ស្នែងសត្វទំសង1គូរំដាប់ទាំងវាយទាំង12មុខនេះមានគូគ្រប់ទាំងអស់សម្រាប់ដាក់ឆ្វេងស្ដាំក្រៅអំពីទាំងវាយ12មុខនេះមានទាំងវាយដែលអ្នកស្រុកថ្វាយថែមទៀតបរិបូរណ៍ត្រីត្រាដៅលើរៀននោះគេអ៊ុចទៀនធូបបែកគ្នាកាន់ដើរហែប្រតក់សិនជុំវិញអាស្រមជាការគោរពចំពោះអ្នកតានិងនឹកដល់គុណលោកឧបញ្ញាសេនាបតីមឿនដែលស៊ូបដូរជីវិតយកឈាមក្រាលផែនដីមានគេឈ្មោះតាំងពីគ្រិស្តសករាជ1516ដល់រាបមកដល់សប្តាហ៍ថ្ងៃនេះទើបអ្នកស្រុកសន្មតហៅថាមុខតាឃ្លាំងមឿនគេរើសរោគមនុស្សឲ្យមានរូបរាងប៉ុនគ្នា2នាក់សម្រាប់ពាក់ស្នែងសត្វទន្សោងតែងតួស្លៀកសម្ពុតផាមួងចងក្បិនខ្លួនទៅទេអ្នករំ2នាក់ទៀតធ្វើព្រានព្រៃម្នាក់ស្ពីកំភ្លើងម្នាក់ស្ពីបាយសំណុំដើរតាមពីក្រោយស្លៀកពាក់ដូចគ្នានឹងអ្នកពាក់ស្នែងទន្សោងដែរលុះហែ3ជុំរួចហើយគេលេងភ្លេងរាំស្នែងទន្សោងភ្លេងនោះឈ្មោះភ្លេងភ្លះអ្នករាំចាប់ពាក់ស្នែងរួចក្រាបថ្វាយបង្គំអ្នកតា3ដងឡើងរាំដែរឆ្វេងរៀងខ្លួនមកជួបគ្នាគម្រប់3ដងវេទនឹងឌឺអួតដាក់គ្នាជួលគ្នាដូចសត្វមេមេព្រានព្រៃដើររោគស្នាមជើងសត្វទន្សោងងើបអោនដើម្បីតាមបាច់មនុស្សឈោមេលពេញទីវាលនៅមុខអាស្រមអ្នកតានោះទំនុកជ្រីមួយបងដើរព្រៃស្ដុកទៅត្រកព្រៃស្បាដើរកាត់ព្រៃញ៉ាលីកវាលចូលព្រៃ2ឡើងភ្នំចុកភ្នំថ្មដាធំលបាស់ព្រៃលុះខ្ចីទន្សោងគូបាគៀងមីគ្មីលបាស់ព្រៃលុះខ្ចីស្រណោះខែពិសា3កំដែប្រែតអើយទន្សោងគូបាលីកបន្លាជើងភ្នំលេបក្រមុំទាំងមូល4ជំនូខ្យល់បក់ត្រជាក់ខ្យល់ជួលកាប់ឫស្សីចោក្បូនជួលអូនទៅស្រុក5កំសែងបងបាក់បងមិនស្ដាយបណ្ណាច់អូនឃ្លាតឆ្ងាយបងស្ដាយតែអូនស្រីពួកអ្នកភ្លេងច្រៀងដរាលុះព្រានទាំង2អ្នកឃើញសត្វទន្សោងដល់គ្នាជាប់ក្រាបរៀងខ្លួនលាប់បាញ់បានទៅដោះយកស្នែងសត្វទន្សោងទាំង2ទៅតម្កល់នៅកន្លែងដើមវិញលេងកន្លះមកចប់មេស្មឹងចាប់គ្រឿងតង្វាយគ្រប់មុខដាក់កន្ទេលចាក់ស្រាដោតធូប3សរសៃរួចនិយាយបួងសួងថាថ្ងៃនេះជាពេលល្អយើងខ្ញុំមកជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសលចំពោះលោកតាមឿងដែលមានគុណចំណុះស្រុកខ្មែរសូមលោកតាឲ្យព្រះពរសព្ទសាធុការដល់ប្រទេសកម្ពុជាឲ្យបានសុខសប្បាយសូមឲ្យព្រះករុណាជាម្ចាស់ជីវិតលើត្បូងសោយសេចក្តីសុខក្នុងរាជសម្បត្តិព្រមទាំងមន្ត្រីរាជការទាំងអង្បាលមនានក្នុងប្រទេសកម្ពុជាសូមឲ្យបានសេចក្តីសុខសប្បាយអស់កាលជាអង្វែងរៀងទៅសូមឲ្យទឹកភ្លៀងបង្អោចុះមកឲ្យបានសពផែនដីប្រទេសកម្ពុជាឲ្យស្រុកសម្បូរសប្បាយកុំឲ្យមានភ័យអន្តរាយអ្វីឡើយបួងសួង3ដងស្រេចហើយយកកន្ទងទៅដាក់ក្រោមដើមសម្រោងនៅមុខអាស្រមរួចលើកគ្រឿងដង្វាយទាំងអស់ចេញនិមន្តព្រះសង្ឃ5អង្គបងសុគតពួកឧបាសកសូត្រឧទ្ទិសផលមេស្មឹងយកទឹកអប់ប្រោះទៅលើដំបូកដែលជាទូអ្នកតាពួកអ្នករាជការចៅហ្វាយខេត្តចៅហ្វាយស្រុកនិងមន្ត្រីតូចតាចគ្រប់តំណែងបាចទឹកមួយផ្ដិលម្នាក់រួចអញ្ជើញទៅរាប់បាត់នៅវាលមុខរោងព្រះសង្ឃម៉ោង11រៀបភោជនីយហាលៀងពួកមន្ត្រីសាលាខេត្តសាលាស្រុកធំតូចគ្រប់តំណែងដោយវត្ថុដ៏ឧត្តមពិសាសវាយមានលេងភ្លេងត្រញក់ទាមានប្រុសស្រីច្រៀងតគ្នាជូនអស់លោកស្ដាប់ដល់ម៉ោង12ជាការបង្ហើយកាច់